ពេលដែលវិញ្ញាណរបស់អធិរាជបិសាចបង្ហាញខ្លួនគេក៏បានវាយប្រហាររាជនីបិសាចរាជនីបិសាចពិតជាគ្រាន់បើមែនក៏ប៉ុន្តែនាងនៅស្ទើរណាស់គ្រាន់តែជាវិញ្ញាណមួយក៏ចង់វាយប្រហារយើងដែរយល់សពទៅរាជនីបិសាចយើងគឺជាដូនតានាងត្រូវតែជួយដល់យើងទុកឲ្យខ្ញុំជាអ្នកសាកល្បងម្ដងចុះល្អណាស់នាងគ្រុឌនៅពេលដែលយើងមានរាងកាយយើងនឹងទៅគំតិចនគររបស់នាងអធិរាជបិសាចយើងនឹងថាឯងចង់បានយើងធ្វើជារាងកាយរបស់ឯងដែលយល់សពទៅល្អិតយល់ល្អយើងទាំងពីរអ្នកសហការគ្នាទៅឯងសាកល្បងចូលមកយកចុះចង់យកគ្រូរបស់យើងសួរយើងសិនទៅលោកគ្រូហុងបានប្រើប្រាស់ធម្មពល4រួម1ធម្មពលរន្ទះធម្មពលអ្នកក្រាចធម្មពលត្រកូលរាជវង្សបិសាចនិងធម្មពលមុនការពារឆាប់ចូលមកតើរាងកាយដែលយើងចង់បានខ្លាំងយ៉ាងណាទៅស្នៀត4រួម1តាមពិតទៅប្រយុទ្ធគ្នាអំបញ្ញមិញនេះលោកគ្រូហុងបន្ធូរដៃឲ្យខ្ញុំនោះទេល្អិតឯងរត់តែខ្លាំងយើងរត់តែសប្បាយចិត្តទីបំផុតឯងបង្ហាញរូបរាងពិតហើយមែនទេធម្មពលរបស់អធិរាជបិសាចមានតែប៉ុណ្្នឹងទេពិតជាខ្សោយខ្លាំងណាស់ល្អិតកុំអួតក្អេងក្អាងពេកធម្មពលរបស់យើងមិនទាន់ពេញលេញនៅឡើយទេសាកល្បងម្ដងទៀតទៅល្អខ្លាំងណាស់ល្អិតយើងនឹងមកម្ដងទៀតលោកគ្រូហុងបានបំផ្ទុះធម្មពល4រួម1ទាំងបង្ខំពេលដែលប្រយុទ្ធគ្នារួចក៏ធ្លាក់ទៅខាងក្រោមទុំរងគ្រុឌរបស់រាជគ្រូគ្រុឌក៏បានទៅជួយលោកគ្រូហុងឥឡូវនេះខ្ញុំសូមប្រកាសការប្រកួតគ្នានៅឋានអាទិទេពចាប់ផ្ដើមជាផ្លូវការការប្រកួតនេះបូស្បាជាអ្នកឈ្នះស្ដេចអទិទេពរន្ទះជាអ្នកឈ្នះបូស្បាជាអ្នកឈ្នះអទិទេពមេធ្មប់ជាអ្នកឈ្នះបូស្បាជាអ្នកឈ្នះស្ដេចអទិទេពគ្រុឌជាអ្នកឈ្នះស្រីពេជ្រជាអ្នកឈ្នះបូស្បាជាអ្នកឈ្នះស្រីពេជ្រជាអ្នកឈ្នះបូស្បាឈ្នះទាំងអស់5ប្រកួតការប្រកួតជុំទី1ត្រូវបានបញ្ចប់